កណាសូមផ្ដាំដល់គុណម្ចាស់គ្រប់ព្រះអង្គបើវត្តយើងមិនស្រួលយើងក៏មិនពិបាកទៅនៅវត្តគេទៅនៅវត្តគេវាយ៉ាប់ជាងវត្តយើងទៀតណែសួរកណាណែកណាមានបទពិសោធន៍មិនបាក់ទៅនៅទេយល់ល្អក៏នៅវត្តយើងទៅទោះញាតិញោមពុទ្ធបរិស័ទលោកគ្រូថាឲ្យយើងល្មិចក៏យើងទ្រាំអត់ទោះវត្តយើងអត់ចង្ហាន់សបោសបាយយ៉ាងណាក៏យើងទ្រាំទៅវត្តយើងគ្រូយើងបើយើងទៅនៅវត្តគេអត់ស្រួលដូចវត្តយើងទេលោកខ្លះខ្លាចយើងនេះទៀមទាយកតំណែងគេមិនបាក់ទេនៅតែព្រៃភ្នំ